ជម្រាបសួរសួស្តីប្រុសស្រីជាទីស្រឡាញ់របស់អាមីម៉ូណាទាំងអស់គ្នាឥឡូវនេះសេចក្ដីសាច់ច្បាស់លើស្លេកខ្ញុំរបស់យើងគឺបានមកដល់ភាគទី8ហើយណាចឹងហើយកុំឲ្យខាតពេលយូរចូលតាមដានទស្សនាជាមួយនឹងអាមីម៉ូណាទាំងអស់គ្នានៅថ្ងៃបន្ទាប់ពេលហេរ៉ាណូហើយនិងមីណូកំពុងតែចាក់សោគឺក៏បានលើសំឡេងពីលោកនិយាយទូរស័ព្ទខ្លាំងៗអ្នកទាំងពីរក៏បានដើរទៅមើលឃើញអូកាកំពុងតែឈរនិយាយទូរស័ព្ទហើយសាសាគីនឹងគឺជាអ្នកឈរស្ដាប់ហេរ៉ាណូក៏បានសួរតែមានបញ្ហាអីថៃបានជាស្រែកខ្លាំងៗម៉េចសាសាគីក៏បានប្រាប់ថាអូកានិងមាត់ស្រីរបស់គេនឹងក៏បានឆ្លុះគ្នាម្ដងទៀតហើយអូកាឃើញមីណូភ្លឹងគេក៏បានស្រែកហៅមីណូផ្លែតែគេហៅឈ្មោះទេគេហៅមីណូថាគឺជា fan BL គេចង់ឲ្យមីណូនឹងជួយបកប្រែភាសា BL ដែលមាត់ស្រីរបស់គេបាននិយាយឲ្យគេផងមីណូគេក៏មិនបានបដិសេធដែរគេក៏បានលើកទូរស័ព្ទនិយាយជាមួយមាត់ស្រីរបស់អូកាមាត់ស្រីរបស់អូកាមានឈ្មោះថាអេមីបានសួរទៅកាន់មីណូថាតើអញយល់ចិត្តអត់ពេលដែលអូនគេធ្វើជាតួអាក្រក់ជាធម្មតាអូគេគឺជាមនុស្សល្អទេប៉ុន្តែពេលដែលមានមនុស្សច្រើនអូគេបានធ្វើអាក្រក់ដាក់សែនប៉ុន្តែពេលដែលពួកគេនៅតែពីរនាក់គាត់បានខ្លាចតែជាមនុស្សដែលឆ្លៀតឱកាសតែយល់ចិត្តអូនគេអត់មីណូក៏បាននិយាយថាគេចូលចិត្តពេលដែលគេស្មានតែមីណូនឹងសារភាពស្នេហ៍ទៅកាន់អេមីអូកាគេក៏បានឆ្លើយនឹងថាថៃបានជាវិសារភាពស្នេហ៍ដាក់មកស្រីរបស់គេទៅវិញចំណែកសាសាគីវិញគេដើរលបតែមកផ្លេទេទៅជួក្បែរមីណូបានគេខ្លាចអូនគេលក់ស្រឡាញ់អ្នកផ្សេងចឹងហើយគេត្រូវតែមកលក់ស្ដាប់អូកាគេឃើញពីរណូចូលចិត្តគ្នាដូចជាសស្នាផ្លាយគេក៏បានសួរទៅកាន់ហេរ៉ាណូតែពីរអ្នកនឹងកើតអីហេរ៉ាណូថាគុំដឹងទេក៏បានមកសួរគាត់អីសាសាគីគេកំពុងតែព្រៀងស្ដាប់ចំណែកមីណូវិញគេកំពុងតែមើលមុខរបស់សាសាគីអ៊ីមីបានប្រាប់ថានាងយល់ចិត្តអូនគេនៅពេលដែលគេធ្វើអាក្រក់តែនាងយល់ចិត្តអូនគេក្រោយនាងស្គាល់អូកានាងមិនមែនស្រឡាញ់អូកាដោយសារតែគាត់នឹងគឺជាក្មេងពេលទេអូកាក៏បានប្រាប់ឲ្យមីណូនឹងបើកសលេងមកគាត់ស្ដាប់ដែរនៅពេលដែលអូកាបើកសលេងវាចាំពេលដែលអ៊ីមីជេរគាត់ថាគឺជាមនុស្សល្ងងអ៊ីមីក៏និយាយពីអូកានឹងឆែកបន្ទប់របស់នាងរកមើលរឿង BL អូកានិងអ៊ីមីគេគិតទៅពីឆ្លោះគ្នាទៅចំណែកពេលអ្នកនឹងវិញគឺគាត់ទៅពីចូលមើលគេមិនហ៊ានចូលជួយទេព្រោះសង្សារអូកានឹងនាងកាយខ្លាំងមែនទែនដោយសារតែអ៊ីមីស្រែកខ្លាំងពេកអូកាក៏បានស្រួលស្រែកចឹងអត់មានពីណាគេលឺណាយអ៊ីមីថាអូកានឹងធ្វើនាងខ្លាំងហើយនាងចាប់ទៅបាយអូកាទេអ៊ីមីក៏បានប្រាប់អូកាថានាងនឹងមករកគាត់ឥឡូវហ្នឹងហើយអូកាវិញគេឡើងភ័យបន្ទាប់ពីអ៊ីមីបិទទូរស័ព្ទមីណូក៏បានសួរបើនាងនៅក្បែរហ្នឹងប្រហែលជាតិចទៀតមកដល់ហើយចឹងសាសាគីក៏បានទាញក្បូបមីណូថយក្រោយមីណូក៏សួរអូកាថាតើគេនឹងរៀបការជាមួយនឹងអ៊ីមីនៅថ្ងៃអនាគតអត់អូកាក៏តបមកថាគេមិនរៀបការជាមួយនឹងមនុស្សស្រីទេហើយចង់រៀបការជាមួយនឹងឯងវិញចោះសាសាគីក៏បានតបថាប្រហែលជាចំណុចនេះហើយទើបអ៊ីមីនឹងចូលចិត្តឯងពីព្រោះឯងនឹងមានមាត់អស់កម្រោមីណូគេក៏បានងក់ក្បាលចំពោះចម្លើយរបស់សាសាគីដែរពេលប្រាំមុខសាលាអូកាគេបានរត់ទៅរកអ៊ីមីវិញក៏បានវាយអូកានៅម្ដាយអូកាចដៃពេលលូងអ៊ីមីថាមកផ្លេទេពួកគេក៏ត្រូវគ្នាវិញហើយអ្នកគេឡើងចង់លើកហ៊ានឲ្យអូកាពីព្រោះឆ្លើយទៅស្រើរហូតប៉ុន្តែអត់បែកគ្នាទេម្នាក់ជាទឹកម្នាក់ទៀតជាភ្លើងចឹងហើយទៅបាញ់តែជាមួយគ្នាបានយូរក៏មកតែភ្លើងទាំងពីរនឹងបែកជាបែកគ្នាយូរណាស់ហើយបន្ទាប់ពីចែកគ្នាជាមួយនឹងហេរ៉ាណូសាសាគីក៏បានពួរមីណូនឹងទៅកន្លែងលក់សភៅដាស់សុកសាសាគីក៏សួរមីណូថាតើអាចធ្លាប់គិតអត់ថាពួកយើងដើរជាមួយគ្នានៅថ្ងៃបែបនេះវាដូចជាការណាត់ជួបនៅកន្លែងថ្ងៃដែលធីងពេក boyfriend ឯចឹងណាមីណូគឺក៏បានតបទៅងារថាពួកយើងគ្រាន់តែជាសិស្សប្អូននៅសិស្សច្បងទេចឹងហើយកុំគិតទៅដែរអីសាសាគីគេក៏សាចពេលដែលឃើញមីណូអ៊ីនដើរទៅមុខមុនចឹងពេលថ្ងៃបន្ទាប់សាសាចាប់ប្រាប់រៀបចំផ្នែករបស់ពួកគេដើម្បីឲ្យមើលទៅវាស្អាតប្រធានក្រុមក៏បានដើរចូលមកឲ្យមានស្គាល់ឈ្មោះរបស់គាត់ហើយគាត់ឈ្មោះថាហានសាវ៉ាและនឹងឲ្យមានសុផាគាត់ថាគឺជាសិស្សច្បងហានវាចេះអានជប៉ុនទេចឹងហើយដឹងថាឈ្មោះនឹងទៅឬក៏ខុសទេចាំខំប្រាប់ឲ្យមានផងណាតែសិស្សច្បងហានក៏បានយកសម្លៀកបំពាក់ជាច្រើនយកមកឲ្យមីណូហើយនឹងថាសុកូរ៉ាសម្លៀកបំពាក់ដែលគាត់យកមកមួយក៏ថាស្អាតខ្លាំងមែនទែនចូលនិយាយជាមួយនឹងគ្នាសុកក៏មានមនុស្សហៅមីណូអត់ចេះទៅខាងក្រៅមីណូក៏ដើរចេញទៅទុកឲ្យថាសុកូហើយនឹងសិស្សច្បងហាននឹងចូលតែពីរនាក់សិស្សច្បងហានក៏បានសួរថាសុកូថាតើអញក៏ជាអ្នកតំណាងថ្នាក់ដែរមែនថាសុកូថាបានថាស៊ីរ៉ូនឹងមាត់របស់គេនឹងក៏បានកាន់តែបានចូលមកក្នុងថ្នាក់ប៉ុន្តែថាស៊ីរ៉ូចូលមកនឹងក៏បានឃើញស្រីស្អាតម្នាក់កំពុងតែចូលថតរូបនៅក្នុងថ្នាក់របស់គេថាស៊ីរ៉ូវិញគេមើលឡើងផ្លឹកគេក៏បានទម្លាក់ឲ្យបាននឹងចោលផ្ទះរបស់គេក៏បានសេឲ្យថៃវ៉ាន់ទៅទម្លាក់ចោលចឹងដឹងអត់ថាវាធ្ងន់ថាស៊ីរ៉ូគេមិនខ្វល់ទេគេបានរត់មករកស្រីស្អាតហើយគេក៏បានសួរថាអេអូនស្រីតើអូននឹងឈ្មោះអីដែរស្រីស្អាតក៏បាននិយាយជាសម្លេងគួរឲ្យស្រឡាញ់ខ្ញុំឈ្មោះថាស៊ីរ៉ូកូរ៉េសាវ៉ាបានទៅលើឈ្មោះថាសុកូភ្លាមថាស៊ីរ៉ូគេដឹងហើយថាជាពីណាគេហើយគេលើកក្បាលមាត់ខ្លួនឯងមីណូជុំដល់ក៏ឃើញថាស៊ីរ៉ូកំពុងតែអង្គុយចោលពីព្រោះគេហ៊ានមើលមុខថាសុកូទេមីណូក៏សួរតែមានបញ្ហាអីថាសុកូក៏បានតបថាខ្ញុំបានពាក់ឈុតជាមនុស្សស្រីថាស៊ីរ៉ូច្រឡំថាខ្ញុំជាមនុស្សស្រីគេក៏បានមកសុំស្នេហ៍ខ្ញុំប៉ុន្តែស្នេហារបស់ពួកយើងគឺបានបរាជ័យថាស៊ីរ៉ូគឺគ្រឹះធ្ងន់ថាសុកូខ្លាំងមែនទែនគេបានប្រាប់ឲ្យថាអត់ឈប់និយាយទៅមីណូលឺហើយគេស្រេះខ្លាំងមែនទែនគេមិនចង់ឲ្យមាត់របស់គេនឹងខ្លាចជា BL ទេយ៉ាងទៀតមីណូគេក៏កំពុងតែខ្លាចដូចគ្នាខ្លាចតែពេលដែលគេតែងខ្លួនទៅមានមនុស្សច្រឡំថាគេនឹងគឺជាមនុស្សស្រីគេបានប្រាប់មិត្តភក្តិរបស់គេនឹងឈប់យករបស់មនុស្សស្រីចូលមកក្នុងទៀតទៅហើយស៊ីរ៉ូគេក៏បានប្រកាយមិនខុសរបស់គេទេក៏មកពីថាសុកូនឹងપછીបងហាងក៏ចូលមកប្រាប់មីណូថាតែលើការសាក់លងលោកសម្លៀកបំពាក់នឹងទៅថ្ងៃស្អែកបានអត់ពីព្រោះថ្ងៃហ្នឹងក៏រវល់មីណូថាមិនអីទេអរគុណហើយតែរវល់និយាយជាមួយនឹងសិស្សបងហាងងាយមកបាត់ថាស៊ីរ៉ូបានគេកំពុងតែរត់ទៅពលក្នុងឡានសោះហើយសុកូគេហៅឲ្យចេញមកតែគ្រប់គ្នាគេបានភ្លេចអស់ហើយឯងគួរតែបំភ្លេចចោលដែរទៅហើយស៊ីរ៉ូគេក៏បានប្រាប់ឲ្យថាសុកូនឹងទុកឲ្យគេនៅម្នាក់ឯងសិនមើលគេចង់នៅម្នាក់ឯងហើយសុកូគេមិនព្រមទេគេនៅតែទទូចឲ្យថាស៊ីរ៉ូនឹងចេញមកមីណូក៏បានសួរថាសុកូតើសម្លៀក
ពាក់របស់គេនឹងស្លៀកបានអត់ថាសកលថាស្លៀកបានតាតែប្រពន្ធពីនៅគៀបជាក់ឡើងទាំងងងុយដេកព្រោះថាយកមិញគេមើលរឿងជ្រុលមាននៅគៀបទៅគៀបជាងទៅកាន់តែស្អាតថែមទៀតតែសុសក៏ស្រាប់តែនឹកឃើញមុខរបស់សាសគីគេក៏ឆ្ងល់ខ្លួនឯងថាបានជានឹកឃើញសាសគីទៅវិញចឹងមាននៅក៏បានរត់ទៅបញ្ញាប៉ុន្តែក៏ដល់នេះជួបជាមួយនឹងសាសគីនឹងក៏ចាប់អារម្មណ៍លឿនទីនឹងមើលតាមផ្លេតក៏បានឃើញតាគៀបពីនៅដែលគៀបនៅលើក្បាលសាសគីបានទៅសារថាមាននៅគៀបសល់ទៅមើលទៅគូអត់ស្រឡាញ់ណាស់តាមាននៅវិញក៏ខំកិច្ចមុខប៉ុន្តែសាសគីនៅតែប្រឹងមើលចុះមើលឡើងសាសគីក៏បានសួរថាហើយបានជាក្រុមភ្លេតរបស់មីនៅខ្មៅម៉េះសួរបដាដើរទៅមុខបដាពីនៅវិញក៏ទៅបដាថយក្រោយមីនៅក៏បានប្រាប់ទៅកាន់សាសគីការវាយកវិញក៏បានអានប្លំលោកនៅក្នុងទូរស័ព្ទរបស់គេដំបូងឡើយគឺថាអានតែបន្តិចទេប៉ុន្តែអានទៅយូរទៅមិនភ្លឺបានសាសគីលឺហើយគេក៏សារចេញមានថាឯអានពេញមួយយប់មែនអត់មីនៅគេក៏បានបដិសេធមានចឹងទេគេមានបំណងថាចង់អានពេញមួយយប់ចឹងទេសាសគីក៏ទៅសារថាមីនៅលើកសក់យើងទៅមើលទៅស្អាតសាសគីគេក៏បានសុំមីនៅរឿងមួយតែខ្ញុំអាចថាថ្ងៃរបស់ឯងបានអត់ដំបូងឡើយមីនៅគេចាប់អារម្មណ៍ទេព្រោះតែគេងុយដេកពេកបន្ទាប់ពីផ្លឹកមួយផ្លេតមីនៅគេក៏បានសាច់ឡើងតែច្បាស់បាននិយាយគេសាសគីក៏បានសាយក៏គ្រាន់តែនិយាយលេងតាតែបើអានមែនទេរត់តែល្អទេអ្នកសាសគីក៏បានប្រាប់មីនៅថាឯងដាក់សក់ចឹងទៅមើលទៅប្លែកតែប៉ុន្តែគួរតែដាក់សក់នឹងចុះវិញទៅពេលមីនៅដកតាគៀបចេញសាសគីក៏បានយកដៃរបស់គាត់មកវិញសក់ឲ្យមីនៅគេបានគិតថាហេតុអីបានជាដៃរបស់សាសគីទៅជាម៉ែនឹងស្លាក៏បានមកលឺឡើងសាសគីក៏បានលាមីនៅត្រឹមហ្នឹងពេលសាសគីចេញទៅមីនៅក៏យកដៃមកប៉ះកន្លែងដែរសាសគីប៉ះគេមុខរបស់គេក៏បានប្រែខ្លាំងទៅជាក្រហមមួយរំពេចវាបានធ្វើឲ្យគេនឹកឃើញរឿងមួយទៅពេលដែលសាសគីទីងដៃរបស់គេពេលនោះនៅទាំងពីរដូចជាកាន់ដៃគ្នារៀងយូរដែរដល់ពីមករៀបចំសាសក៏បាននាំគ្នារៀបចំថ្នាក់បន្តទៀតច្បាស់ហានក៏បានដាក់ចូលមកមានតាំងកវលក្នុងដៃមីនៅក៏សួរថ្នាក់របស់គាត់អត់អីណៃច្បាស់ហានថាថ្នាក់របស់គាត់អត់អីទេគាត់មកជួយមីនៅហើយចំគាត់ទៅវិញបន្ទាប់មកគាត់ក៏បានបបួងពីនៅអត់ទៅសារបងលោឆោតដល់ពេលស្លៀកពាក់រួចហើយច្បាស់ហានក៏បាននិយាយថាគាត់ដឹងហើយថាសកលហើយនឹងមីនៅក៏មានស្មារតីដូចគ្នាព្រោះតែកាយប្រវេឲ្យវារៀបវិញបន្តិចហើយនៅស្បែកជើងប៉ុណ្ណឹងគឺបានហើយច្បាស់ហានក៏បានសុំមីនៅក៏ចង់ថតរូបមីនៅនឹងឲ្យបងស្រីរបស់គាត់មើលគាត់ឲ្យផ្លិតមួយទៅកាន់មីនៅដើម្បីបិទមុខរបស់គេមីនៅក៏បានយកព្រមតែសប្បាយចិត្តពីព្រោះថាគេអត់បិទមុខតែគេមិនបានបញ្ចេញមុខឯណាច្បាស់ហានក៏ចាប់ផ្ដើមថតកន្លែងណាស្អាតគាត់ថតចូលទាំងអស់មិនទៅឡោះសំបីតែមួយសុខច្បាស់ហានក៏ចាប់តែសួរថាតែឯងមានមនុស្សដែលឯងស្រឡាញ់អត់មីនៅក៏បានសួរគាត់ថាអារម្មណ៍អៀនតែច្បាស់ដឹងអត់ថាអារម្មណ៍ស្រឡាញ់អ្នកណាម្នាក់វាមានអារម្មណ៍បែបម៉េចច្បាស់ហានក៏បានប្រាប់ថាសំណងគឺរឿងមិនបាច់ឆ្លើយដែរតាប៉ុន្តែវាមិនអីទេអារម្មណ៍ដែលស្រឡាញ់អ្នកម្នាក់ឧទាហរណ៍ថាចង់ធ្វើអ្វីមួយសម្រាប់គេអារម្មណ៍មានដូចជាចង់នៅក្បែរគេពេលដែលច្បាស់ហានកំពុងនិយាយនឹងយើងកាត់មកមើលច្បាស់ហេនរកសិនគាត់កំពុងតែចូលមើលពេញប្រុសម្នាក់អ្នកទាំងគ្នាគួរតែចាំមុខរបស់គេទុកឲ្យហើយសិនទៅពេញប្រុសម្នាក់នោះបាននិយាយទៅកាន់ច្បាស់ហេនរកវិញទាំងសប្បាយចិត្តមកខាងច្បាស់ហានវិញគាត់ក៏បាននិយាយបន្តថាអារម្មណ៍ដែលស្រឡាញ់អ្នកម្នាក់យើងចង់កាន់ដៃគេចង់មើលគេនិងចង់ប៉ះគេយើងចង់បានអ្វីៗទាំងអស់ដែលជារបស់គេរាប់មកទាំងប្រមាណគ្រានឹងគឺជាសាសគីទាំងអស់បន្ទាប់ពីបញ្ចប់ការថតរូបចាប់មីនៅកំពុងតែចូលកាត់ពីសម្ដីដែលច្បាស់ហានបានប្រាប់គេបាននឹកឃើញដល់ថ្ងៃកំណើតរបស់សាសគីគេបានទិញស្ករក្របឲ្យគាត់គឺគាត់ថាវាគឺជារឿងធម្មតាគេមិនដែលគិតក្នុងន័យផ្សេងទេគាត់ចង់គាត់ឡើងគេក៏ឆ្ងល់ថាបានជាគេចង់ធ្វើអ្វីដើម្បីសាសគីទៅវិញតែគេកំពុងតែគិតឃើញគាត់ជាស្រីហើយមានអត់អត់ចូលធ្វើឡើងច្បាស់ហានក៏បានដើរចូលមកឃើញសាររបស់មីនៅអញ្ញញ៉ៃពេកគាត់ក៏បានសាយសុកមីនៅក៏បាននឹកឃើញសាសគីហើយគេក៏បាននិយាយឈ្មោះគាត់ប៉ុន្តែគេនិយាយទៅមកទេគេហៅថាសាទាំងក្រុមក៏បានប្រាប់ទៅកាន់មីនៅថាតែឯងដឹងអត់ថាអារម្មណ៍ស្រឡាញ់មនុស្សម្នាក់វាមានអារម្មណ៍បែបម៉េចវាមានអារម្មណ៍ថារូបរបស់គេគឺនៅពេញខួរក្បាលរបស់យើងតែម្ដងដូចយ៉ាងម៉េចក៏មិនចេញដែរយើងតែនឹកឃើញមុខរបស់គេជានិច្ចមីនៅគឺគាត់ថាគេនឹងគេបានគិតពីសាសគីពេញមួយថ្ងៃដែរហ្នឹងច្បាស់ហានក៏បានប្រាប់ឲ្យមីនៅទៅបដូរឈុតហើយទៅសាររបស់គេទៅក៏បានចងចាំដល់ពេលដែលមីនៅបាននិយាយពាក្យថាសាដល់ពេលបដូរស្លៀកពាក់ចេញហើយមីនៅក៏បានមកថ្នាក់របស់គេវិញគេចង់ជួយការងាររបស់ថាសេរនិងថាសូកូប៉ុន្តែពួកគេក៏បានហាមគេចង់ឲ្យមីនៅនឹងផ្ដោតអារម្មណ៍ទៅលើការប្រកួតវិញទៅច្បាស់ហានក៏បានមកកមុំគាត់មកជាមួយនឹងឈុតថ្មីគាត់បានឲ្យថាសូកូជ្រើសរើសតែគេជ្រើសរើសឈុតខ្លីឬមកក៏ឈុតវែងហើយសូកូក៏បានជ្រើសរើសឈុតខ្លីពេលពេលគេកំពុងតែពិភាក្សារឿងសម្លៀកបំពាក់ចំណែកថាសេរនិងមីនៅវិញគេក៏បាននិយាយពីការតុបតែងខ្លួនសេរថាសូកូមកទៅដូចជាមនុស្សស្រីជាងមីនៅទៅទៀតជាពិសេសទៅពេលដែលគេតែងខ្លួនជាមនុស្សស្រីស្មើតែគេនឹងក៏យកច្រឡំដែរដល់ពេលពិភាក្សារួចហើយសាច់បងហានក៏បបួលឲ្យថាសូកូនឹងទៅបដូរសម្លៀកបំពាក់ហើយសូកូថាគាត់ចង់ថតរូបរបស់គាត់នឹងផ្ញើទៅឲ្យមើលស្រីរបស់គាត់មើលមើលស្រីរបស់គាត់នឹងចូលចិត្តមើលខ្លាំងមែនទែនមើលថាសូកូតែងខ្លួនជាមនុស្សស្រីយូរទៅឡើងចង់លងដែរនេះកំឡុងពេលលោកសម្លៀកបំពាក់មីនៅក៏បានសួរថាសូកូថាតែគេធ្លាប់ស្លៀកពាក់អញ្ចឹងឲ្យមើលស្រីរបស់គាត់មើលពីមុនអត់ហើយសូកូថាគាត់មិនដែរទេវាថាបើសិនមកនាងសុំគាត់នឹងធ្វើឲ្យគាត់នឹងធ្វើឲ្យពេលគ្រប់យ៉ាងដើម្បីនាងបើសិនបើគាត់អាចធ្វើបានព្រោះមើលស្រីរបស់គាត់កំពុងតែស្ថិតនៅមន្ទីរពេទ្យចឹងហើយនាងទំនេរច្រើនអត់ដឹងថាមើលស្រីរបស់គាត់ជឿអីទេព្រោះស្រីរឿងក៏បានបង្ហាញយើងនឹងឡើយតែពីផ្ញើរូបរបស់គាត់ឲ្យទៅកាន់មើលស្រីរបស់គាត់នាងក៏បានឆ្លើយតបវិញទាំងសប្បាយចិត្តគាត់ចង់សុំមីនៅថារូបហើយផ្ញើតែមើលស្រីរបស់គាត់ប៉ុន្តែគាត់ស្រាប់តែនឹកឃើញរូបរាងរបស់សាសគីគាត់ក៏ប្រោចិត្តវិញគាត់បានសុំទៅបងហានចេញទៅលេងជាមួយនឹងភ័ក្ររបស់គេសង្ស័យចេញទៅលោថាសេរ៉ូទីរៃពេលដែលនៅតែពីរនាក់សាច់បងហានក៏បានសួរមីនៅថាតែឯងបានកាត់សាររបស់ឯងចេញខ្លះអត់មីនៅថាគេបានកាត់ខ្លះតា
បន្ទាប់ពីពាក់សក់និងស្លៀកពាក់ឲ្យមីណូរួចៗហើយសាច់ច្បាស់ហាញក៏បានចេញទៅមុនព្រោះសាច់ច្បាស់ហេរ៉ាណូហៅគាត់ចាំគាត់មកវិញចាប់គាត់ផាត់មុខឲ្យគេពេលប្រធានក្រុមដើរចេញទៅសាស្ត្រគីក៏បានដើរមកគាត់កំពុងតែដើររកមីណូគាត់បាត់មីណូមួយថ្ងៃហើយដើររត់ឃើញសោះហើយបណ្ដាមកបន្ទាប់គាត់ក៏បានឃើញមីណូស្លៀកពាក់ជាប្រពៃណីរបស់ប្រទេសជប៉ុនគាត់ក៏បានចូលមកបិទទ្វារហើយថែមទាំងចាក់សោទៀតដែលយ៉ាស់គេចង់ធ្វើឲ្យនឹងឃើញសាស្ត្រគីដើរចូលមកមីណូក៏បានបែរមុខទៅម្ខាងដើម្បីលាក់បាំងពីមុខរបស់គេសាស្ត្រគីក៏បានសួរថាតើច្បងហានឹងទៅចេញទៅទេមែនមីណូថាគាត់ទៅប្រជែកទៅតាដោយសារតែច្បងហេរ៉ាណូបានហៅគាត់សាស្ត្រគីគាត់ទៅដឹងនៅពេលនេះឯងថាមីណូបានស្ម័គ្រចិត្តចូលប្រកួតដើម្បីថ្នាក់របស់គេគុំថាឡើយមីណូជាអ្នកប្រាប់ស្មីតែហេរ៉ាណូជាមិត្តភក្តិរបស់គាត់ក៏បានប្រាប់គាត់ដូចគ្នាមីណូក៏បានប្រាប់ទៅកាន់សាស្ត្រគីថាដោយសារឋានៈរបស់គេបានសមទាំងទៀតពួកគេបាននិយាយថាមិនចាំបាច់ស្លៀកពាក់ដូចជាមនុស្សស្រីពេកក៏បានដែរនៅក្នុងចិត្តរបស់មីណូគេកំពុងតែភ័យហើយដែលត្រូវឃើញគឺជាសាស្ត្រគីទៅវិញគេពិតជាមានអារម្មណ៍ថាខ្វះគាត់ខ្លាំងមែនទែនមីណូក៏បានមកឲ្យឈរចាំចំពោះមុខរបស់សាស្ត្រគីក៏សួរថាចឹងតែឯងពិតជាយកព្រមឲ្យបរិបទរបស់ឯងគៀបសង្កត់ឯងបែបនេះមែនទេទឹកមុខរបស់សាស្ត្រគីមើលទៅក៏ពិតជាម៉ឺងម៉ាត់ខ្លាំងមែនទែនបន្ទាប់ពីគិតមើលសំទោសគាត់ក៏បានឆ្ងល់ជាមួយនឹងខ្លួនឯងថៃបានជានិយាយឲ្យទឹកមុខបែបហ្នឹងគាត់ក៏បានសំទោសទៅកាន់មីណូគាត់សំទោសដល់គាត់និយាយថាប្រើទឹកមុខបែបហ្នឹងមកធ្វើពីរឿងអ្វីដែលគាត់បាននិយាយចោលទៅមីណូវិញគេមានអារម្មណ៍ថាគេអាចនោះស្គីមបានទេទឹកមុខដែលសាស្ត្រគីនិយាយមកកាន់គេវាបានធ្វើឲ្យគេពិតជាមានអារម្មណ៍ថាភ្ញាក់ផ្អើលវាមិនមែនជាពាក្យសម្ដីអាក្រក់អីទេតែវាបានធ្វើឲ្យគេភ្ញាក់ផ្អើលដូចជាពេលដែលគាត់និយាយជាមួយនឹងហេរ៉ាណូហើយនឹងអូកាហើយគាត់កំពុងតែបារម្ភតើគួរនិយាយជាមួយនឹងខ្ញុំថាម៉េចមែនទេហើយបានជាគាត់ធ្វើបែបនេះឬមកក៏ដោយសារតែគាត់ចូលចិត្តខ្ញុំសាស្ត្រគីក៏បានមកចិត្តមីណូហើយបាននិយាយថាមីណូប្រសិនបើខ្ញុំសូមឲ្យឯងមិនចូលការប្រកួតតែនឹងបោកវាដើម្បីខ្ញុំអត់តែឃើញមីណូមិនបានតបតគាត់ក៏បានប្រាប់ឲ្យមីណូនឹងមកភ្លេចរឿងនឹងចោលទៅមីណូក៏បានឃើញមនុស្សដែលបានជួយជ្រោមជ្រែងគេមានច្រើនខ្លាំងមែនទែនហើយពួកគេបានរៀបចំໄວគ្រប់យ៉ាងដើម្បីគេនេះជាអ្វីដែលរបស់គេបានសម្រេចចិត្តដូច្នេះហើយមីណូបានប្រាប់ទៅកាន់សាស្ត្រគីថាចំពោះរឿងនេះគេសូមនិយាយជាមួយប្រភេទរបស់គេសិនជាពិសេសគឺជាថាស៊ូកូនៅពេលដែលមីណូប្រងដើរចេញសាស្ត្រគីក៏បានអូសដៃគេត្រឡប់មកវិញនៅក្នុងកំណត់របស់សាស្ត្រគីកំពុងតែចំណានព្រោះមីណូនៅតែជ្រើសរើសមិត្តភក្តិរបស់គេហើយស្ទាក់ស្ទើរចំពោះសំណើរបស់គាត់ដែលគាត់ពិតជាជួយចិត្តមីណូខ្លាំងមែនទែនស្រឡាញ់មីណូខ្លាំងណាស់មីណូក៏បានសួរគាត់ថាគាត់កាត់អីក៏មានបញ្ហាអីប៉ុន្តែសាស្ត្រគីមិនបានឆ្លើយទេគេក៏ស្រាប់តែមីណូយកមកអប់យ៉ាងណាហើយគាត់ក៏បានកាត់ក្នុងចិត្តរបស់គាត់ខ្ញុំពិតជាជួយចិត្តឯងខ្លាំងណាស់ខ្ញុំស្រឡាញ់ឯងខ្លាំងណាស់ចំណែកមីណូវិញចំណែកត្រង់ថាគេមិនបានរើបំប្រាស់ជាមួយនឹងការអប់របស់សាស្ត្រគីទេទៅវិញគេហាក់ដូចជាកំពុងតែដាក់ចិត្តដាក់កាយអប់ទៅកាន់គាត់ត្រឡប់ទៅវិញសេរីបងរស់សាច់ខ្ញុំភាគទី8ក៏បានកាត់ចាប់ទៅនេះចឹងហើយជួបមានមណានងទៀតនៅវីដេអូក្រោយណាបាយបាយ